ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានមកដល់គិរីរំទៀតហើយក្នុងខែនេះមកញាប់ណានឹកឃើញគិរីរំជាព្រៃអឺឧស្សាហដ៏ល្អប្រសើរហើយខ្ញុំមកមើលឆ្នាំក្នុងគិរីរំផងបងប្អូនហើយសុខសប្បាយទេបងប្អូនហើយនៅបន្ទាប់ទៀតបងប្អូនរងចាំខ្ញុំមើលឆ្នាំត្រួតពិនិត្យឆ្នាំដើម្បីបង្ហាញជាធ្វើជាធម្មទានជូនបងប្អូនដើម្បីសុខភាពបងប្អូនហើយបងប្អូនអញ្ជើញទស្សនាក្នុងវីដេអូមួយបងប្អូនណានៅរុក្ខជាតិផ្សេងច្រើនមុខណាបងប្អូនថ្ងៃនេះហើយមកដល់ហើយម៉ោងនេះព្រលឹមដែរបងប្អូនណាហើយដូច្នេះដើម្បីកុំឲ្យខាតពេលវេលាយូរសូមបងប្អូនទៅតាមដានវីដេអូរបស់ខ្ញុំមួយដូចតទៅសូមអញ្ជើញបងប្អូនបាទបងប្អូនថ្ងៃនេះខ្ញុំមកគិរីរំទៀតហើយឡើងញាប់ស្មេតែម្ដងគិរីរំបងប្អូនហើយពីពេញទៅគិរីរំឆ្ងាយដែរបងប្អូនណាហើយរុក្ខជាតិនេះផងដែរបងប្អូនឈ្មោះថាកំពូលថ្មហើយបងប្អូនមើលហើយលក្ខណៈសម្គាល់របស់កំពូលថ្មហើយអាហ្នឹងវារៀងកម្ពស់បន្តិចបងប្អូនហើយវារៀងសัตว์អង្ក្រងមួយខ្ញុំអត់បានចូលខ្ញុំទាញស៊ូមមកឲ្យបងប្អូនមើលកំពូលថ្មនេះតាក់ទិននឹងអសត់បុរាណខ្មែរយើងកបនឹងជំងឺណាយបាយមិនឃ្លានបាយទេបងប្អូនហើយបើសិនជាបងប្អូនយកកំពូលថ្មនេះយកទៅប្រើគឺយកទៅប្រើសម្បកដើមបងប្អូនបើសិនជាបងប្អូនបាយមិនបានវាធ្វើដាក់តែមួយម៉ាត់ពីរម៉ាត់អញ្ចឹងធ្វើឲ្យដល់កកម្ដងហើយមិននឹកឃើញឃ្លានបាយអីទេបងប្អូនណាចេះតែនៅតែអង្គអញ្ចឹងហើយបងប្អូនយករុក្ខជាតិនេះសម្បកដើមទៅដាក់ពិសាទទួលទានទៅនឹងកបនឹងជំងឺធ្វើឲ្យឃ្លានបាយវិញហើយនឹងទី1បងប្អូនទី2ជាឆ្នាំកូនខ្ចីរួចហើយដែលអស់ទន់ដៃទន់ជើងអស់កម្លាំងលះហើយក្នុងខ្លួនក៏យកសម្បកដើមទៅប្រើដែរបងប្អូនណាហើយកូនខ្ចីរួចហើយវាអស់កម្លាំងធម្មតាទេមាត់ឆ្លេកស្លាំងអស់កម្លាំងហឹងតិចអញ្ចឹងណាស្ត្រីទន់ដៃទន់ជើងគ្មានកម្លាំងទេហើយអញ្ចឹងយករុក្ខជាតិនេះសម្បកដើមយកទៅប្រើដែរទី2បងប្អូនទី3គ្រុនចាញ់ឧទាហរណ៍ថាបងប្អូនមានអាការៈដើរព្រៃទៅមុខវាខាំមុខខ្លាខាំអញ្ចឹងទៅវាធ្វើឲ្យយើងគ្រុនចាញ់ហើយតែយើងគ្រុនចាញ់យើងយកថ្នាំកំពូលថ្មនេះយកទៅពិសាទទួលទានដោយដាក់ស្ងួត15ក្រាមហើយខាងលើនោះខ្ញុំបាននិយាយថាមិនឃ្លានបាយកូនខ្ចីទន់ដៃទន់ជើងនិងគ្រុនចាញ់ហ្នឹងក៏យើងដាក់15ក្រាមដែរស្មើគ្នានេះជំងឺទាំង2 3 4មុខហ្នឹងបងប្អូន4មុខហ្នឹងណាយកទៅប្រើទៅក៏ជំងឺហើយមានន័យថាបកែហើយកំពូលថ្មនេះគេយកសម្បកដើមខ្ញុំបញ្ជាក់ម្ដងទៀតបងប្អូនកុំឲ្យបងប្អូនសារវីដេអូយូរពេលវេលាព្រោះថាបងប្អូនប្រកបការងារប្រចាំថ្ងៃដោយមមាញឹករវល់ច្រើនអញ្ចឹងខ្ញុំនិយាយក្នុងវីដេអូពីរដងទៅដោយមិនបាច់សារវីដេអូទេនឹងទី4បងប្អូនហើយបងប្អូនយកទៅហាលឲ្យស្ងួតបងប្អូនហាលឲ្យស្ងួតសិនធម្មតាថ្នាំឱសថបុរាណខ្មែរយើងកាលណាយើងហាលស្ងួតវាចេញច្រើនហើយក៏យើងមិនហាលនៅទាំងស្រស់ចឹងយើងធ្វើការដាំទៅវាចេញអត់ច្រើនទេបងប្អូនបើវាសើមរួចហើយវាគ្មានប្រតិកម្មអីទេហើយក៏យើងហាលស្ងួតខ្លាំងទៅល្អទៅបើយើងដាក់ដាំទៅវាចេញច្រើនតែម្ដងចង់និយាយចឹងបងប្អូនហើយបើសិនជាបងប្អូនមើលថាមានប្រយោជន៍សម្រាប់បងប្អូនសម្រាប់សុខភាពបងប្អូនថ្ងៃក្រោយបងប្អូនឃើញរុក្ខជាតិហ្នឹងក៏សួសយកទៅហាលទុកទៅថ្ងៃណាមួយបងប្អូនឈឺឬមិនចង់ឲ្យឈឺទេបងប្អូនប៉ុន្តែរោគគាបជាធិវាទាមទារហើយផ្ទះចិត្តខាងឈឺចឹងបងប្អូនចែករំលែកឲ្យដាំពិសាទទួលទានទៅបានផលអានិសង្សដែរបងប្អូនឲ្យគេទៅធ្វើទានទៅព្រោះយើងបានដឹងបានស្គាល់នៅកំពូលបាយនេះហើយកាប់ទុកហាលទុកនៅក្នុងផ្ទះយើងក៏បានដែរហើយសម្រាប់អ្នកនៅឆ្ងាយដាច់ស្រយាលដូចជើងភ្នំឆ្ងាយពីទីពេទ្យហ្នឹងក៏មានប្រយោជន៍សម្រាប់សុខភាពដែរហើយបើសិនជាបងប្អូនមើលឃើញថាមានប្រយោជន៍សម្រាប់រុក្ខជាតិនេះទៅលើសុខភាពមនុស្សបងប្អូនជួយ like ជួយ share ជួយ subscribe ឲ្យលោកគ្រូបានដាក់ពួយផងបងប្អូនថ្ងៃក្រោយលោកគ្រូដើរឆ្ងាយនៅតាមជើងភ្នំក្រំថ្មវាលដាច់ស្រយាលដើម្បីចែកជាធម្មទានសុខចិត្តហត់កម្លាំងកាយចិត្តដើម្បីសុខភាពបងប្អូនសុខភាពជាសម្បត្តិមហាសាលបងប្អូនកាលណាអត់មានសុខភាពអីលុយកាក់ប្រមាណក៏មិនសល់ដែរបងប្អូនណាហើយនៅចុងក្រោយនេះខ្ញុំបាទសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅសូមឲ្យបងប្អូនមានសុខភាពល្អអាយុវែងម្យ៉ាងទៀតសូមឲ្យសុភមង្គលក្នុងក្រុមគ្រួសារបងប្អូន
គ្រប់គ្នាកើតឡើងព្រមហើយសូមជូនពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាតឡើយគណៈពេលនេះខ្ញុំបាទគ្រូអសុតបរានជ័យតិតសូមគោរពសូមជម្រាបលា